តោះបងប្អូនទាំងអស់គ្នាមកស្គាល់ទឹកធ្លាក់មួយកន្លែងជាមួយនាងខ្ញុំប្រកាសជាអត់ទាន់មានបងប្អូនបានស្គាល់ទឹកធ្លាក់យ៉ាងស្រស់ស្អាតមួយហ្នឹងឯងទៅអត់ទឹកធ្លាក់មួយហ្នឹងគឺនៅក្នុងខេត្តកំពង់ឆ្នាំងយើងនឹងឯងហើយនេះក៏ជាលើកទី1សម្រាប់ពួកខ្ញុំទាំងអស់គ្នាដែលបានមកលេងផងដែរជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះជាដំណើរកម្សាន្តពីភ្នំពេញទៅកាន់ទឹកធ្លាក់នៅក្នុងខេត្តកំពង់ឆ្នាំងសម្រាប់ផ្លូវទៅទឹកធ្លាក់មួយកន្លែងហ្នឹងបងប្អូនជិះពីជ្រាវយើងទេផ្លូវជាមួយនឹងជ្រាវតែគ្រាន់តែយើងមានផ្លូវបត់ស្ដាំមួយគឺយើងត្រូវតែបត់ហើយពេលដែលយើងជិះមកត្រង់រហូតគឺគេមានដាក់ផ្លាកថាទឹកធ្លាក់អន្លង់ស្វាយនៅកន្លែងលំមាសហ្នឹងឯងអញ្ចឹងបងប្អូនត្រូវតែបត់ឆ្វេងអត់បត់ស្ដាំឯណាយើងត្រូវតែបត់ឆ្វេងតាមផ្លូវដែលគេដាក់ផ្លាកឲ្យយើងហ្នឹងហើយគឺយើងជិះមកត្រង់រហូតមកត្រង់ហ្នឹងគឺផ្លូវលំឯងបងប្អូនទាំងអស់គ្នាផ្លូវក៏អត់ពិបាកជិះដែរហើយអ្វីដែលសំខាន់នោះទៅចំខែអ៊ំពូមិញគាត់ធ្វើស្រែធ្វើស្រូវបងប្អូននិយាយថាពីល្អលាស់ឲ្យឡើងខៀវស្ងាត់បូកផ្សំជាមួយនឹងទេសភាពតាមដងភ្នំណានិយាយពីថាស្រស់ស្អាតមែនតែនតែម្ដងហើយអាពេលលក្ខណៈថាទឹកតែភ្លៀងហើយយើងថតទៅឃើញចុះអាប់ចុះពពកអីអញ្ចឹងណាអូស្រស់ស្អាតមែនតែនអញ្ចឹងបានគេថានៅស្រុកខ្មែរអត់ខ្វះទេកន្លែងស្អាតទេសភាពស្អាតមានច្រើនណាគ្រាន់តែយើងកម្រមានពេលបានដើរមើលដើរថតអីអញ្ចឹងណាបងប្អូនទាំងអស់គ្នាដោយសារណាមួយពួកយើងមានការរវល់រៀងខ្លួនធ្វើការរៀងខ្លួននិយាយពីថាឲ្យតែដឹងតែដល់ថ្ងៃតនេកុំឲ្យតែគេបបួលអត់លុយក៏ដោយអត់ម៉ានីក៏ដោយកុំឲ្យតែលឺគេបបួលអត់បានទេពួកខ្ញុំនេះដឹងតែទៅហើយមិនស្គាល់ក៏ដោយស្គាល់ក៏ដោយហើយបើនិយាយពីថាទឹកធ្លាក់មួយកន្លែងនេះវិញណាគឺពួកខ្ញុំអត់ដែរបានទៅទេចេះតែជិះម៉ូតូមកទៅបងប្អូនហើយណាមួយកន្លែងណាដែលយើងអត់ស្គាល់គឺយើងឈប់សួរអ្នកភូមិណាហើយគឺយើងមកដល់ហើយទឹកធ្លាក់អន្លង់ស្វាយសម្រាប់ផ្លូវក៏អត់ពិបាកជិះដែរបងប្អូនរៀងមានទួលតិចតែអត់ជាបញ្ហាទេផ្លូវហ្នឹងគឺឡានក៏ចូលដល់ម៉ូតូក៏ចូលដល់តែឡានត្រូវចតនៅខាងក្រោយតិចដោយសារជិះមកចូលខាងក្នុងហ្នឹងគឺផ្លូវម៉ូតូនេះរៀងមានថ្មច្រើនអញ្ចឹងឡានអត់អាចចូលបានទេគ្រាន់តែបងប្អូនចុះដើរបន្តិចគឺដល់ឯនៅចិត្តហ្នឹងឯងតែបងម៉ូតូវិញយើងចូលដល់នៅទឹកនៅមាត់ជ្រោះហ្នឹងតែម្ដងហើយសម្រាប់នេះកាត់វីដេអូមកដល់ពេលព្រឹកម្ដងដោយសារពេលល្ងាចពួកខ្ញុំអត់បានថតអញ្ចឹងណាញ៉ាំអីហើយក៏អ៊ំពុំមិញគាត់បើកគោយន្តមកភ្នំគឺគាត់ចតនៅមុខនឹងឯងគាត់ឡើងភ្នំកាច់តាពាំងឬក៏កាត់ស្លឹកចេកកាត់អីអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយក៏គាត់ស្រែកប្រាប់ថាអូនក្មួយនៅខាងលើក៏មានទឹកធ្លាក់9ជាន់ដែរមានជាន់ទី9មានអីអញ្ចឹងណាហើយក៏គាត់ថាទឹកធ្លាក់នៅខាងលើហ្នឹងគឺស្អាតមែនតែនហើយក៏ពួកខ្ញុំឆ្លើយថាចាពូចាំខ្ញុំទៅតាមក្រោយតែអ្វីដែលសំខាន់នោះបងប្អូនទាំងអស់គ្នាអើយភ្លេចគិតថាអញ្ចេះក្រុមពួកនាងខ្ញុំហ្នឹងណាគឺមកលេងទឹកធ្លាក់អន្លង់ស្វាយនឹងលើកទី1បំផុតតែម្ដងអត់ដែលបានស្គាល់អីសោះតែម្ដងណាហើយដើរនេះទៅក៏ចេះដើរទៅថាលក្ខណៈបើយើងដើរទៅបើមានផ្លូវបត់កន្លែងណាគឺបត់កន្លែងហ្នឹងហើយយើងមើលណាបើមានផ្លូវចុះទៅទឹកចាំយើងទៅលេងចេះដើរព្រាវបងប្អូនអើយហើយណាមួយភ្លេចគិតថាខ្លួនឯងអត់ដែរបានមកភ្លេចឲ្យអ៊ំពូមិញគាត់នៅចាំជូនណោះយើងថាលក្ខណៈគិតថាកុំឲ្យរំខានការងារគាត់អញ្ចឹងណាហើយនេះដើរឲ្យឃើញផ្លូវមួយក៏បត់ឆ្វេងចេះដើរនឹងផ្លូវមកប្រឡោះហ្នឹងបងប្អូនតែអត់ពិបាកដើរទេដោយសារអញ្ចេះទឹកធ្លាក់គេហ្នឹងមតនៈគេគឺនៅគៀកគ្នាមានតែនហើយផ្លូវក៏អត់ពិបាកដើរដែរផ្លូវក៏ស្រួលដើរដែរហើយបើនិយាយពីថាដើមឈើអមសងខាងធំមែនតែនហើយបើនិយាយពីរឿងតិចហ្នឹងគឺតិចស្រាប់តែម្ដងតិចអានេះដើរទៅដល់កន្លែងមាត់ទឹកណាបងប្អូននិយាយពីថាឃើញមាត់ទឹកអត់បានតែម្ដងពួកនាងខ្ញុំនេះនិយាយពីថាចូលចិត្តស្រឡាញ់តែម្ដងហើយទឹកធ្លាក់ហ្នឹងក៏ដូចជាមិនវែងមិនធំណាស់ណាដែរបងប្អូនទឹកធ្លាក់មិនតិចឯងនិយាយពីថាស្រស់ស្អាតស្រស់ស្អាតនេះតលេងនេះទៅស្ដាប់ស្នូសំឡេងទឹកបងប្អូនយើងគេងស្ដាប់ណាហើយទឹកគេគឺប៉ុណ្ណឹងហើយទឹកនិយាយពីថាទឹកហ្នឹងគឺរាក់មែនតែនហ្មងបងប្អូននិយាយទៅជ្រៅអស់ហើយគឺលើចកេះខ្ញុំមិនតិចហ្នឹងហើយខ្ញុំមិនទៀបណាខ្ញុំរៀងខ្ពស់ដែរហ្នឹងណាហើយមើលបងប្អូនមើលទឹកធ្លាក់គេមើលថាស្រស់ស្អាតប៉ុណ្ណាទឹកធ្លាក់ធម្មជាតិណានាងខ្ញុំអត់នឹកស្មានថានៅកំពង់ឆ្នាំងមានទឹកធ្លាក់យ៉ាងស្រស់ស្អាតបែបហ្នឹងសោះជាលើកទី1របស់ពួកខ្ញុំទាំងអស់គ្នាហើយបើសិនជាមានបងប្អូនណាគាត់ចង់អត់ដឹងថាថ្ងៃចុងសប្តាហ៍គួរទៅណាមកណាអីចឹងណាហើយចង់រកកន្លែងស្ងប់ស្ងាត់ណាលក្ខណៈអ្នកបែប solo អីចឹង
បងមកទឹកធ្លាក់លងស្វាយនឹងមកអត់ខកបំណងឯងគឺស្ងាត់មែនតែនហើយអ្វីដែលសំខាន់ណាពេលដែលបងមកកុំភ្លេចទិញរបស់ញ៉ាំពីខាងក្រោមមកផងដោយសារនៅខាងលើគឺគេអត់មានលក់ឯងដោយសារសួរអ៊ំពូមិញថាអត់សូវមានមនុស្សមកលេងអីអញ្ចឹងហើយក៏មិនសូវមានអ្នកស្គាល់អញ្ចឹងគាត់ប្រាប់អញ្ចឹងហើយបានអត់មានគេលក់អីបើបងប្អូនចង់ទិញពីភ្នំពេញមកឲ្យហើយក៏បានឬក៏ចាំឈប់ទិញនៅអមលៀងក៏បានដែរហើយពួកខ្ញុំមិនត្រឹមតែលេងទឹកប៉ុណ្្នឹងហើយខ្ញុំរកមកផ្ទះអត់ទេបងប្អូនដោយសារពួកខ្ញុំអត់បានទិញម្ហូបមកសម្រាប់ញ៉ាំថ្ងៃត្រង់ហើយយើងក៏អត់ដឹងថានៅនឹងមានទឹកធ្លាក់ច្រើនតាណាអញ្ចឹងក៏ពួកខ្ញុំលេងទឹកលេងអីហើយក៏រៀបចំទៅវិញតែអ្វីដែលសំខាន់ណែបងប្អូនមើលទឹកមើលនៅតាណាដែលខ្ញុំបោះតង់ហ្នឹងណាគូស្អាតមែនតែនទឹកហូរមកបែបតិចសប្រព្រោះថ្លាឆ្វង់មកល្មមដែលយើងលេងហើយតែចាក់ចិត្តហើយយើងគេងបដាស្ដាប់ទឹកហូរបដាខ្យល់បក់មកល្វើយបដាហើយទឹកបងប្អូនឃើញហក់អញ្ចឹងមិនមែនជ្រៅណាទឹករាក់ហ្នឹងទឹកតែព្រំលើចកេះបន្តិចហ្នឹងហើយអ្វីដែលសំខាន់ណាគឺនៅហ្នឹងគេមានកញ្ចុះចំនួន5បងប្អូនអាចទៅបោះតង់គេងហ្នឹងក៏បានដែរឬក៏ចង់រឹងក៏បានហើយអ្វីដែលសំខាន់ណាបើសិនជាមានមិត្តភ័ក្តិមកច្រើនកាន់តែល្អយើងដាក់ជាក់មកនេះទៅមកអ្នកមកបន្តិចទៅហើយយើងនិយាយគ្នាលេងទៅបែបស្រស់ស្រាយហើយបើបងប្អូនដើរប្រយ័ត្នផងប្រយ័ត្នល្អិលដោយសារថ្មមានស្លែច្រើនអត់សូវមានអ្នកមកលេងហ៎ហើយមើលទឹកទៅអ្វីដែលសំខាន់មានស្រីស្អាតព្រោះស្អាតមួយទឹកឲ្យមើលទៀតបងប្អូនទាំងអស់គ្នាអើយនេះគេថាលក្ខណៈថាទឹកធម្មជាតិមែនតើណាហើយជាចុងក្រោយកុំភ្លេចជួយ like share follow page ដើរឥតលះហែរបស់ពួកខ្ញុំម្នាក់មួយផងដើម្បីពួកខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តចូលចិត្តដើរព្រៃបោះតង់មើលទេសភាពថតរូបស្រឡាញ់ការរាប់អានជាចុងក្រោយក៏សូមអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ